វិធីកាត់បន្ថយភាពខ្ជិលរបស់ សិស្សខ្ជិលមិនមែនបណ្ដាលមកពីការស្ទើរចិត្តទៅគ្មានសមត្ថភាពទេពីពេលទៅពេលពួកគេអាចត្រូវការចំណូលចិត្តវិធីការល្អឬការលើកទឹកចិត្តសមស្របយើងអាចប្រើវិធីខាងក្រោមដើម្បីជួយពួកគេចេញពីភាពខ្ជិលនិងបង្កើនភាពខិតខំសូម្បីតែមួយកម្រិតតូចក៏ដោយ 1. កំណត់គោលដែលច្បាស់លាស់បែងចែកការងារធំជាការងារតូចសាមញ្ញដាក់ deadline ការបរិច្ឆេទសម្រាប់ដើម្បីជំរុញការងារកំណត់រង្វាន់ praise សម្រាប់ការបំពេញភារកិច្ចបានឧទាហរណ៍ជំនួសត្រូវសិក្សាគណិត1ម៉ោងប្រែក្លាយជាដោះស្រាយសំណួរ5គ្រាប់ក្នុង15នាទី 2. បង្កើនការលើកទឹកចិត្តចងចាំថាហេតុអ្វីការរៀនសំខាន់លើកទឹកចិត្តដោយសរសើរតូចនៃការខិតខំប្រឹងប្រែងបង្កើត group study ដើម្បីមានបរិយាកាសចូលរួមឧទាហរណ៍បើរៀនចប់ចំណុចនេះអ្នកអាចលេងហ្គេម10នាទីខ្ញុំឃើញអ្នកប្រឹងប៉ុន្មានថ្ងៃនេះនៅល្អណាស់ 3. ចាត់ចែងម៉ោងសិក្សាឲ្យមានប្រសិទ្ធភាពប្រើវិធី Pomodoro រៀន5នាទីសម្រាប់5នាទីជ្រើសរើសម៉ោងដែលខួរក្បាលសកម្មបំផុតព្រឹករសៀលយប់ការសិក្សាតាមផែនការតូចល្អជាងការបង្ខំខ្លួនម្ដងយូរឧទាហរណ៍ជំនួសរៀន2ម៉ោងម្ដងកំណត់ជារៀន30នាទីគូ4ដង 4. បំបត្តិអាំងតង់ distractions ដាក់ទូរស័ព្ទឆ្ងាយពេលសិក្សាចែងចូលក្នុងបរិយាកាសស្ងប់ស្ងាត់ប្រើ background music lofi classical ដើម្បីបង្កើនការផ្ដោតអារម្មណ៍